បាទសូមជម្រាបសួរបងប្អូនយើងហើយថ្ងៃនេះខ្ញុំបាទមកនិយាយអំពីថ្នាំជំងឺរឹសដូងបាតបាទថ្នាំជំងឺរឹសដូងបាតគឺមានអ្នកគាត់ខមកតាក់ទងហើយកំងយកទៅប្រើអញ្ចឹងណាហ្នឹងហើយឥឡូវគឺអត់ទាន់មានទេបើហើយជាចុងខែ12នឹងទៅបានមានថ្នាំទៀតបាទព្រោះមានថ្នាំខ្លះយើងធ្វើអត់ទាន់បានអ្នកភូមិក៏គាត់អត់ទាន់ដាំបានបាទមិនមែនថាថ្នាំមកកញ្ចប់វាត្រូវគ្រប់មុខទេថ្នាំខ្មែរទោះបីជាយើងសូត្រដាស់ថ្នាំក៏ដោយក៏ប៉ុន្តែក៏វាមានមុខថ្នាំរបស់វាសម្រាប់ថ្នាំណាត្រូវនឹងថ្នាំណាវាប្រៀបដូចជាយើងលេបថ្នាំពេទ្យបាទថ្នាំប៉ារ៉ាត្រូវនឹងថ្នាំត្រជាក់បាទវាដូចគ្នាអញ្ចឹងហើយថ្នាំដែលជំងឺរឹសដូងដែលខ្ញុំបានឲ្យបងប្អូនអរគ្នាប្រើគឺដោយសារតែខ្ញុំបានដឹងគឺដោយសារតែខ្ញុំក៏ជាអ្នកកើតដល់ខ្លួនឯងដែរបាទដំណាក់កាលហ្នឹងគឺជាដំណាក់កាលដែលធ្ងន់ធ្ងរមែនទែនក៏ប៉ុន្តែខ្ញុំពិសាទៅហូបទៅវាឈប់ធ្លាក់ឈាមហើយការឈឺចាប់អីក៏បាត់ទៅវិញឧស្សាហ៍ឈឺកាពះឈឺអីក៏វាបាត់ទៅវិញបាទហើយវាលឹបទៅវិញហើយជាពិសេសអ្នកដែលកើតជំងឺរឹសដូងបាតហើយទៅឲ្យពេទ្យកាត់បាទហើយវាក៏លាប់វាក៏ធ្លាក់ឈាមមកវិញបាទបន្ទាប់ពីកាត់រួចវាជាបានមួយរយៈបាទបន្ទាប់មកគឺវាធ្លាក់ឈាមមកវិញបាទអញ្ចឹងថ្នាំហ្នឹងក៏ហូបទៅក៏ត្រូវដែរបានវាបាត់វាយើងទៅវាបាត់ក្តៅឬដូងបានបាទប៉ុន្តែមុននឹងយកទៅគឺគេតែងតាដូចជាខ្ញុំតែងតាប្រើបល័យដាស់ថ្នាំដើម្បីមុននឹងដាក់ទៅឲ្យបងប្អូនអរគ្នាបាទហើយថ្នាំបើខ្វះតែមួយមុខគឺក៏អត់បានលក់ឲ្យមិនចិត្តតែយកថ្នាំប្រេកផ្ដាស់មកពីណាពីណីចិត្តតែកាប់ដាក់ឲ្យទេបាទហើយដូចបងប្អូនអរគ្នាថ្នាំលើសឈាមថ្នាំបេះដូងបាទអានឹងជាប្រភេទថ្នាំផ្សេងបាទថ្នាំកាពះឬដូងបាតអានឹងវាជាមួយគ្នាទេបាទប៉ុន្តែវាព្យាបាលនឹងរឹសដូងបាតបាទកាពះនឹងរឹសដូងបាតវាបើកាពះធ្វើការអត់ស្រួលរឹសដូងបាតក៏វាចាប់ដើមមានបញ្ហាទៅដែរបាទហ្នឹងហើយហើយនៅពេលដែលយើងកើតជំងឺរឹសដូងបាតយើងឧស្សាហ៍ចុកឆ្អល់ឈឺពោះបាត់ជើងមកអត់បានមកលលូនទេបាទគឺវាមានការតាក់ដោយថាបាត់ជើងមកវាអត់សូវចេញវាទល់លាមកបាទយើងទៅពេលខ្លះសម្បីតាគួយផោមក៏អត់ចេញដែរបាទហ្នឹងហើយខ្ញុំមកចេញវីដេអូនេះគឺខ្ញុំគ្រាន់តែចេញប្រាប់ថាថ្នាំរឹសដូងបាតគឺអត់ទាន់មានទេហើយអ្នកភូមិកំពុងតែធ្វើការដាំថ្នាំដើម្បីយកមកឲ្យខ្ញុំបាទព្រោះអីថ្នាំហ្នឹងវាខ្វះមួយមុខបាទខ្វះមួយមុខក៏អត់បានដែរបាទហ្នឹងហើយ